សួស្តីបងប្អូនទាំងអស់គ្នាថ្ងៃនេះខ្ញុំនឹងបរិយាយអំពីយុទ្ធសាស្ត្រវាយលុកដែលមាននៅក្នុងសៀវភៅ The Art of War ខ្ញុំនឹងបរិយាយអំពីសារៈសំខាន់នៃយុទ្ធសាស្ត្រវាយលុកនិងខ្លឹមសារសំខាន់ៗដែលមាននៅក្នុងយុទ្ធសាស្ត្រវាយលុកសារៈសំខាន់នៅក្នុងយុទ្ធសាស្ត្រវាយលុកគឺមិនស្ថិតទៅលើការប្រយុទ្ធផ្ទាល់និងការកម្ចាត់កម្លាំងរបស់សត្រូវនោះទេប៉ុន្តែវាស្ថិតនៅលើសមត្ថភាពនៅក្នុងការបំបាក់កម្លាំងតស៊ូរបស់សត្រូវដោយគ្មានការប្រយុទ្ធនេះគឺជាគោលការណ៍ស្នូលដែលបានលើកឡើងនៅក្នុងជំពូកទី3នៃសៀវភៅសិល្បៈនៃសង្គ្រាមឬ The Art of War របស់ស៊ុនអ៊ូដែលមានចំណងជើងថាការវាយប្រហារដោយយុទ្ធសាស្ត្រស៊ុនអ៊ូបានបង្រៀនថាភាពឆ្លាតវៃខ្ពស់បំផុតរបស់អ្នកដឹកនាំយោធាគឺការប្រើប្រាស់ល្បិចកលគណិតយុទ្ធសាស្ត្រដ៏ប៉ិនប្រសប់ដើម្បីសម្រេចបាននៅជ័យជំនះដោយរក្សានៅកម្លាំងនិងធនធានរបស់ខ្លួនឲ្យនៅគង់វង្សវិធីសាស្ត្រនេះផ្ដោតទៅលើការវាយប្រហារទៅលើផែនការរបស់សត្រូវនិងការបំបែកសម្ព័ន្ធមិត្តរបស់ពួកគេនឹងការធ្វើឲ្យសត្រូវចោះចាញ់ដោយរងសម្ពាធផ្លូវចិត្តនិងយុទ្ធសាស្ត្រមុននឹងឈានទៅដល់ការប្រយុទ្ធបុកឈាមដូច្នេះការវាយប្រហារដោយការប្រយុទ្ធយុទ្ធសាស្ត្រមិនមែនគ្រាន់តែជាការធ្វើសង្គ្រាមនោះទេប៉ុន្តែវាជាសិល្បៈនៃការឈ្នះមុននឹងការប្រយុទ្ធបានចាប់ផ្ដើមជ័យជំនះដ៏ឧត្តមឈ្នះដោយមិនបាច់ច្បាស់សារៈសំខាន់ស្នូលនៃយុទ្ធសាស្ត្រនេះគឺឃ្លាដ៏ល្បីល្បាញមួយថាភាពឥតខ្ចោះដ៏ឧត្តមគឺស្ថិតនៅលើការបំបាក់កម្លាំងតស៊ូរបស់សត្រូវដែលគ្មានការប្រយុទ្ធរក្សាបាននៅកម្លាំងការជៀសវាងការប្រយុទ្ធផ្ទាល់ជួយរក្សាបាននៅកម្លាំងទ័ពធនធានអាវុធស្បៀងនិងកម្លាំងសេដ្ឋកិច្ចរបស់រដ្ឋសង្គ្រាមអូបន្លាយគឺជាការខាតបង់ដែលនាំឲ្យជាតិរងគ្រោះដណ្ដើមបាននៅអ្វីដែលនៅគង់វង្សគោលដៅដ៏ល្អបំផុតគឺដណ្ដើមយកប្រទេសរបស់សត្រូវទាំងមូលរួមទាំងកងទ័ពនិងទីក្រុងដោយមិនចាំបាច់បំផ្លាញអ្វីទាំងអស់ការបំផ្លាញគឺជារឿងមិនល្អឡើយពីព្រោះត្រូវចំណាយធនធានដើម្បីស្ដារឡើងវិញនៅពេលក្រោយលក្ខណៈនៃយុទ្ធសាស្ត្រវាយលុកស៊ុនអ៊ូបានកំណត់លំដាប់លំដោយនៃយុទ្ធសាស្ត្រវាយលុកពីល្អបំផុតទៅអាក្រក់បំផុតដែលបញ្ជាក់យ៉ាងច្បាស់អំពីការផ្ដល់តម្លៃទៅលើល្បិចកលទី1វាយលុកផែនការដែលធ្វើឲ្យសត្រូវបរាជ័យតាំងពីនៅក្នុងពួកគឺមានន័យថាការធ្វើឲ្យផែនការរបស់សត្រូវមិនបានចាប់ផ្ដើមគឺជាការឈ្នះដ៏វៃឆ្លាតបំផុតទី2ដាច់សម្ព័ន្ធមិត្តរបស់សត្រូវគឺជាការប្រើការទូតនិងការដាក់សម្ពាធដើម្បីញែកសត្រូវចេញពីជំនួយរបស់គេទី3ការវាយលុកដោយកងទ័ពនៅក្នុងសមរភូមិគឺជាការប្រយុទ្ធផ្ទាល់ដែលជាជំរើសទី3នៅពេលដែលវិធីសាស្ត្រទាំងពីរខាងលើដំបូងគេត្រូវបរាជ័យទី4ឡោមព័ទ្ធទីក្រុងដែលមានកំពែងនេះគឺជាគោលការណ៍នយោបាយដ៏អាក្រក់ព្រោះវាត្រូវចំណាយពេលយូរខាតពេល6ខែឡើងខាតកម្លាំងនិងបណ្ដាលឲ្យមានអ្នកស្លាប់ច្រើនអត្ថប្រយោជន៍នៃការពឹងផ្អែកទៅលើយុទ្ធសាស្ត្រវាយលុកផ្ដល់នៅអត្ថប្រយោជន៍សំខាន់ៗដូចជាកាត់បន្ថយហានិភ័យគឺជាការឈ្នះដោយគ្មានការប្រយុទ្ធវាជួយកាត់បន្ថយនៅចំនួនអ្នកស្លាប់និងរបួសទាំងស្រុងរបស់កងទ័ពខ្លួនឯងរក្សាពេលវេលានិងសន្ទុះយុទ្ធសាស្ត្រនេះគឺអនុវត្តឲ្យមេដឹកនាំសម្រេចបាននៅគោលដៅលឿនជាងមុនដោយមិនចាំបាច់ជាប់គាំងនៅក្នុងការឡោមព័ទ្ធ
ដ៏អូសបន្លាយពេលយូរដែលនាំឲ្យខាតបង់កម្លាំងកាយកម្លាំងចិត្តរបស់កងទ័ពការប្រើប្រាស់ធនធានប្រកបដោយប្រសិទ្ធភាពជំនួសឲ្យការចំណាយប្រាក់និងកម្លាំងទៅលើការវិលុកបំផ្លិចបំផ្លាញសត្រូវយុទ្ធសាស្ត្រនេះជួយសន្សំធនធានទាំងនោះនឹងត្រូវបានរក្សាទុកសម្រាប់ការអភិវឌ្ឍទៅវិញដូច្នេះការវិប្រហារដោយយុទ្ធសាស្ត្រគឺជាមេរៀនដ៏សំខាន់ដែលមិនត្រឹមតែជួយបានអនុវត្តនៅក្នុងសង្គ្រាមប៉ុណ្ណោះទេប៉ុន្តែវាថែមទាំងក្នុងយុទ្ធសាស្ត្រអាជីវកម្មនិងការដោះស្រាយបញ្ហានៅក្នុងជីវិតប្រចាំថ្ងៃផងដែរគឺត្រូវតែស្វែងយល់រកមធ្យោបាយដ៏ឆ្លាតវៃបំផុតដើម្បីដោះស្រាយស្ថានភាពដោយចំណាយតិចនិងទទួលបានផលពេញលេញបំផុតឥឡូវនេះខ្ញុំសូមបរិយាយអំពីយុទ្ធសាស្ត្រវិលុករបស់ស៊ុនអ៊ូនៅក្នុងសៀវភៅ The Art of War ចំណុចទី1ស៊ុនអ៊ូបាននិយាយថានៅក្នុងសិល្បៈជាក់ស្ដែងនៃសង្គ្រាមវិធីល្អបំផុតគឺដណ្ដើមយកប្រទេសរបស់សត្រូវទាំងមូលនិងនៅគង់វង្សការបំផ្លិចបំផ្លាញនិងកំទេចវាមិនបានផ្ដល់ផលល្អប៉ុណ្ណោះទេដូចគ្នានេះដែរវាល្អប្រសើរជាងនៅក្នុងការចាប់យកកងទ័ពទាំងមូលមកកំទេចចោលគឺការចាប់យកកងទ័ពវរសេនាតូចអនុសេនាតូចទាំងមូលជាជាងការកំទេចពួកគេ2ដូច្នេះការប្រយុទ្ធនឹងឈ្នះនៅក្នុងគ្រប់សមរភូមិទាំងអស់របស់យើងមិនមែនជាឧត្តមភាពខ្ពស់បំផុតឡើយឧត្តមភាពខ្ពស់បំផុតគឺជាការបំបាក់ការតស៊ូរបស់សត្រូវដោយមិនចាំបាច់ប្រយុទ្ធទី3ដូចនេះទម្រង់ខ្ពស់បំផុតនៃមេទ័ពគឺការរៀបរៀងផែនការរបស់សត្រូវល្អបន្ទាប់គឺការទប់ស្កាត់ការរួបរวมគ្នានៃកម្លាំងរបស់សត្រូវរីឯលំដាប់បន្ទាប់ទៀតគឺការវាយលុករបស់សត្រូវនៅទីលានប្រយុទ្ធហើយគោលការណ៍ដ៏អាក្រក់បំផុតគឺការឡោមព័ទ្ធទីក្រុងដែលមានកំពែងបើតាមក្បួនកំឡោមព័ទ្ធទីក្រុងដែលមានកំពែងបើសិនបើអាចជៀសវាងបានការរៀបចំចំនួនឈ្នួនការពារជំរកដែលអាចចល័តបាននឹងគ្រឿងសឹកផ្សេងការចំណាយពេល3ខែពេញហើយការកកដីទល់នឹងកំពែងនឹងចំណាយពេល3ខែទៀតមេទ័ពដែលមិនអាចគ្រប់គ្រងកំហឹងរបស់ខ្លួននិងបញ្ជាទ័ពរបស់ខ្លួនឲ្យវាយលុកដូចជាស្រមោចរោមដោយលទ្ធផលទាហាន1/3របស់គាត់ត្រូវបានសម្លាប់ខណៈពេលដែលទីក្រុងនៅតែមិនអាចដណ្ដើមបានផលវិបាកដ៏មហន្តរាយនេះកើតឡើងដោយសារតែការឡោមព័ទ្ធ6ដូច្នេះមេដឹកនាំដែលមានជំនាញអាចបង្ក្រាបកងទ័ពរបស់សត្រូវដោយគ្មានការប្រយុទ្ធគាត់អាចដណ្ដើមបានយកនៅទីក្រុងរបស់ពួកគេដោយមិនចាំបាច់ឡោមព័ទ្ធគាត់អាចផ្ដួលរំលំអាណាចក្ររបស់ពួកគេដោយគ្មានប្រតិបត្តិការយូរអង្វែងនៅទីលានប្រយុទ្ធ7ដោយរក្សានៅកម្លាំងរបស់ខ្លួនឲ្យនៅគង់វង្សគាត់នឹងប្រកួតប្រជែងដើម្បីភាពជាម្ចាស់ទៅលើចក្រភពនោះហើយដូចនេះដោយមិនបាត់បង់មនុស្សម្នាក់ជ័យជំនះរបស់គាត់នឹងបានសម្រេចទាំងស្រុងនេះគឺជាយុទ្ធសាស្ត្រនៃការវាយលុកដោយយុទ្ធសាស្ត្រ8តាមក្បួនសឹកសង្គ្រាមបើកម្លាំងយើង10ទល់នឹងសត្រូវ1ត្រូវតែឡោមព័ទ្ធគេបើ5ទល់នឹង1ត្រូវតែវាយលុកគេបើច្រើនជាង2ដងត្រូវតែបំបែកកងទ័ពរបស់ពួកគេជា2 9បើមានកម្លាំងស្មើគ្នាយើងអាចបើកសមរភូមិបានបើទៀបជាបន្តិចយើងអាចជៀសវាងសត្រូវបើមិនស្មើគ្នាទាំងស្រុងយើងអាចរត់គេចពីវា10ហេតុនេះទោះបីជាកម្លាំងតូចមួយអាចធ្វើការប្រយុទ្ធតស៊ូដោយរឹងរូសក៏ដោយ
ទីបំផុតវានឹងត្រូវកម្លាំងធំជាងចាប់បានជាមិនខាន11មេតបគឺជាកំពែងនៃរដ្ឋបើកំពែងនោះពេញលេញគ្រប់ជ្រុងជ្រោយរដ្ឋនឹងរឹងមាំបើកំពែងនោះមានចន្លោះប្រហោងរដ្ឋនឹងទុកខ្សោយ12មានវិធី3យ៉ាងដែលអ្នកគ្រប់គ្រងអាចនាំមកនៅគ្រោះថ្នាក់ដល់កងទ័ពរបស់ខ្លួន1ដោយការបញ្ជាឲ្យកងទ័ពដើរទៅមុខឬដកថយទាំងដែលមិនដឹងថាវាអាចនឹងទៅរួចឬមិនអាចនឹងគោរពតាមបានដោយសារស្ថានភាពដំណើរផ្លូវឆ្ងាយការប្រយុទ្ធឥតឈប់ឈរឬឧបសគ្គផ្សេងៗទៀតនេះហៅថាការចងជើងកងទ័ព14ដោយការប៉ុនប៉ងគ្រប់គ្រងកងទ័ពតាមរបៀបដូចគ្នាដែលគាត់គ្រប់គ្រងនគរទាំងដែលមិនដឹងអំពីស្ថានភាពនៅក្នុងជួរកងទ័ពនេះបណ្ដាលឲ្យទាហានមានចិត្តមិនស្ងប់នៅក្នុងគំនិតរបស់ពួកគេ15ចំណុចទី3ដោយការប្រើប្រាស់នាយទាហានរបស់គាត់ដោយមិនមានការពិចារណាដោយមិនដឹងអំពីគោលការណ៍យោធាការសម្របទៅនឹងកលៈទេសៈនេះធ្វើឲ្យភាពជឿជាក់របស់ទាហានមានការរង្គោះរង្គើ16នៅពេលដែលកងទ័ពមិនស្ងប់និងមិនទុកចិត្តគ្នាបញ្ហានឹងកើតឡើងជាមិនខានពីបណ្ដាព្រះអង្គម្ចាស់សក្តិភូមិផ្សេងៗទៀតនេះគ្រាន់តែជាការនាំមកនៅភាពវឹកវរចូលទៅក្នុងជួរកងទ័ពនិងបោះបង់ចោលនៅភាពជិតជំនះប៉ុណ្ណោះ17ដូចនេះយើងអាចដឹងថាមានចំណុចសំខាន់ចំនួន5ដើម្បីជាជំនះចំណុចទី1អ្នកដែលឈ្នះគឺជាអ្នកដែលដឹងថាពេលណាគួរប្រយុទ្ធពេលណាមិនគួរប្រយុទ្ធ2អ្នកដែលឈ្នះគឺជាអ្នកដែលដឹងអំពីរបៀបដោះស្រាយបញ្ហាទាំងពីកម្លាំងសត្រូវខ្លាំងនិងទាំងពីកម្លាំងសត្រូវខ្សោយ3អ្នកដែលឈ្នះគឺជាអ្នកដែលមានកងទ័ពរបស់ខ្លួនមានស្មារតីរស់រវើកស្វាហាប់ដូចគ្នានៅគ្រប់ជាន់ថ្នាក់ទាំងអស់4អ្នកដែលឈ្នះគឺជាអ្នកដែលបានរៀបចំខ្លួនរួចជាស្រេចហើយរងចាំវាយលុកសត្រូវដែលមិនបានត្រៀមខ្លួនរួចរាល់អ្នកដែលបានត្រៀមខ្លួននៅក្នុងការយុទ្ធនៅក្នុងសមរភូមិរួចរាល់គឺមានប្រៀបជាងអ្នកដែលមិនទាន់បានត្រៀមខ្លួននៅក្នុងការប្រយុទ្ធពីព្រោះពួកគេត្រូវការពេលវេលាដើម្បីរៀបចំនៅពេលដែលពួកគេរៀបចំរួចគឺជាពេលវេលាដែលសត្រូវវាយលុកបាត់ទៅហើយដូច្នេះអ្នកដែលបានត្រៀមខ្លួនមុនគឺមានប្រៀបនិងមានសង្ឃឹមឈ្នះច្រើនជាង5អ្នកដែលឈ្នះគឺជាអ្នកដែលមានសមត្ថភាពខាងយោធាហើយមិនត្រូវបានជ្រៀតជ្រែកដោយព្រះមហាក្សត្រឬអ្នកមានអំណាច18ហេតុនេះហើយបានជាមានពាក្យមួយពោលថាអ្នកស្គាល់សត្រូវហើយស្គាល់ខ្លួនឯងអ្នកមិនចាំបាច់ភ័យខ្លាចលទ្ធផលនៃការប្រយុទ្ធរាប់រយដងឡើយបើអ្នកស្គាល់ខ្លួនឯងតែមិនស្គាល់សត្រូវរាល់ជ័យជំនះដែលអ្នកទទួលបានអ្នកក៏នឹងទទួលបានបរាជ័យផងដែរបើអ្នកមិនស្គាល់សត្រូវហើយមិនស្គាល់ខ្លួនឯងអ្នកនឹងចាញ់គ្រប់សមរភូមិទាំងអស់ជាចុងក្រោយខ្ញុំបានសូមថ្លែងអំណរគុណដល់បងប្អូនទាំងអស់ដែលបានតាមដានស្ដាប់តាំងពីដើមរហូតដល់ចប់សម្រាប់វីដេអូពាក់ព័ន្ធទៅនឹងយុទ្ធសាស្ត្រវាយលុកហើយសង្ឃឹមថាបងប្អូនទាំងអស់គ្នានឹងចូលរួមស្ដាប់នៅវីដេអូក្រោយៗទៀតសម្រាប់បងប្អូនណាដែលមិនទាន់ចុច Subscribe សូមមេត្តាជួយចុច Subscribe ដើម្បីខ្ញុំមានកម្លាំងចិត្តនឹងផលិតវីដេអូចំណេះដឹងផ្សេងៗជូនដល់បងប្អូនទាំងគ្នាស្ដាប់បន្តទៀតជាចុងក្រោយខ្ញុំបាទសូមថ្លែងអំណរគុណម្ដងទៀតនិងសូមគោរពលានិងសន្យាថា
ជួបគ្នានៅវីដេអូក្រោយបន្តទៀតសូមអរគុណសូមជម្រាបលា